សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនិយាយអំពីប្រវត្តិនៃអាស៊ានដែលជាសមាគមប្រទេសអាស៊ីអាគ្នេយ៍អាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី8ខែសីហាឆ្នាំ1967នៅទីក្រុងបាងកកប្រទេសថៃសមាជិកដំបូងមានចំនួន5ប្រទេសគឺប្រទេសថៃឥណ្ឌូនេស៊ីម៉ាឡេស៊ីសិង្ហបុរីនិងហ្វីលីពីនពួកគេបានចុះហត្ថលេខាលើសន្ធិសញ្ញាទីក្រុងបាងកកដែលជាចំណុចចាប់ផ្ដើមនៃអាស៊ានបន្ទាប់ពីបង្កើតឡើងអាស៊ានបានពង្រីកសមាជិកថ្មីដូចជាប្រទេសប្រ៊ុយណេនៅឆ្នាំ1984វៀតណាមនៅឆ្នាំ1995ឡាវនិងមីយ៉ាន់ម៉ានៅឆ្នាំ1997កម្ពុជានៅឆ្នាំ1999ហើយនិងទីមុខខាងកើតនៅឆ្នាំ2025គោលបំណងអាស៊ានគឺរក្សាសន្តិភាពអភិវឌ្ឍសេដ្ឋកិច្ចនិងបង្កើនសហការវប្បធម៌ក្នុងតំបន់ស្នាក់ការកណ្ដាលអាស៊ានស្ថិតនៅទីក្រុងចាកាតាប្រទេសឥណ្ឌូនេស៊ីដូច្នេះអាស៊ានជារូបសញ្ញានៃភាពរួបរួមនិងសន្តិភាពក្នុងតំបន់សូមអរគុណសម្រាប់ការទស្សនាវីដេអូនេះហើយកុំភ្លេចចុច like និង follow ផងណា